នផ្លាយអារម្មណ៍បន្តិចចានេះខ្ញុំកំពុងស្ថិតនៅលើទូកនៅតាមម្ដាយដងស្ទឹងសៀមរាបនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តហើយបងប្អូនប្រជាពលរដ្ឋដែលមកលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាបបងប្អូនអាចមកដងស្ទឹងសៀមរាបបានដែលមានការរៀបចំនៅផ្សារទឹកនៅដងស្ទឹងសៀមរាបហើយក៏មានការលក់នៅនំចំណីដែលជានំរបស់ខ្មែរហើយបងប្អូនក៏អាចជិះទូកលេងកម្សាន្តបានផងដែរតាមរយៈការជិះទូកនៅតាមដងស្ទឹងសៀមរាបប្រកបដោយភាពសប្បាយរីករាយហើយក៏អាចឆ្លៀកពាក់លក្ខណៈបុរាណទៀតអាចផ្ដិតយករូបភាពយ៉ាងស្អាតពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងផ្សារទឹកនេះផងដែរសង្ឃឹមថាបងប្អូនចូលរួមឲ្យបានច្រើនកកហើយក៏យើងសង្កេតថាបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏គាត់បានធ្វើការជិះទូកហើយក៏ទិញនៅផលិតផលដែលលក់នៅផ្សារទឹកនេះផងដែរអញ្ចឹងសង្ឃឹមថាបងប្អូននៅបន្តចូលរួមឲ្យបានច្រើនកកបន្ថែមទៀតនៅថ្ងៃទី15និងថ្ងៃទី16ហើយថ្ងៃនេះគឺជាថ្ងៃដំបូងអញ្ចឹងកំណើនរបស់បងប្អូនប្រជាពលរដ្ឋគឺឃើញថាមានការកើនឡើងជាបន្តបន្ទាប់អញ្ចឹងសង្ឃឹមថានៅតែបន្តចូលរួមឲ្យបានច្រើនកកបន្ថែមទៀតប្រកបដោយទឹកមុខនិងស្នាមញញឹមរស់រាយរាក់ទាក់នៅក្នុងទឹកដីខេត្តសៀមរាបអរគុណសម្រាប់ការតាមដានវីដេអូជួបគ្នានៅវីដេអូបន្តទៀតអរគុណជម្រាបលា